អ្នករកស៊ីចាប់ផ្ដើមផលប្រកាសទិញស្រូវពីកសិករដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ចុះតាមរយៈបណ្ដាញសង្គម Facebook នៅថ្ងៃទី 3 ខែវិច្ឆិកានេះអ្នកអង្គការសួរវីរៈម្ចាស់ក្រុមហ៊ុនវីរៈប៊ុនធម្មបានប្រកាសថានឹងប្រមូលទិញស្រូវពីកសិករប្រមាណ 30,000 តោនក្នុងតម្លៃ 950 រៀលក្នុង1គីឡូក្រាមដើម្បីចំណែកដោះស្រាយបញ្ហាទីផ្សារស្រូវនាពេលបច្ចុប្បន្ននេះទន្ទឹមគ្នានេះអង្គការនឹមវណ្ណៈប្រធានក្រុមហ៊ុន AC E-Group បានប្រកាសប្រមូលទិញពីកសិករផងដែរដោយលោកស្រីមានគម្រោងទិញស្រូវ OM 54 51និងស្រូវស្រងែចំនួន100តោនក្នុងតម្លៃ1គីឡូ800រៀលសម្រាប់ស្រូវសើមនិងស្រូវស្ងួតក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រាមសម្រាប់នៅវគ្គទី 1 ដើម្បីចូលរួមជួយកសិករខ្មែរការចូលរួមជួយទិញស្រូវនេះគឺលោកស្រីយកទៅចែកជូនបងប្អូនវីរៈកងទ័ពជួរមុខក្នុង1នាក់ចំនួន25គីឡូក្រាមចំណែកលោកស្រីត្រីដាណាក៏ប្រកាសជួយទិញស្រូវកសិករក្នុងតម្លៃពី800រៀលទៅ1000រៀលក្នុង1គីឡូក្រាមផងដែររីឯក្រុមហ៊ុនស្រាបៀរ Gensberg ដែលជាក្រុមហ៊ុនផលិតក្នុងស្រុកមួយបានប្រកាសពីគំនិតផ្ដួចផ្ដើមដ៏គួរឲ្យកោតសរសើរមួយដោយសម្រេចចិត្តទិញស្រូវពីកសិករខ្មែរក្នុងបរិមាណរហូតដល់100តោនក្រុមហ៊ុនវណ្ឌណៈក៏បានប្រកាសជួយកសិករខ្មែរទិញស្រូវចំនួន100តោនក្នុងតម្លៃ 1000 រៀលក្នុង1គីឡូក្រៅពីបណ្ដាក្រុមហ៊ុនអង្គការនិងអ្នករកស៊ីតាមអនឡាញទាំងនេះក៏មានបុគ្គលផ្សេងទៀតប្រកាសជួយទិញជាបន្តបន្ទាប់ផងដែរ